ចឹងវាគ្រោះថ្នាក់ណាស់នៅពេលដែលយើងបាត់ account ម្ដងហើយមួយទៀតករណីអាសាឃើញបងខ្ញុំឃើញគេ hack account Telegram យើងហើយគេទៅអ្នកផ្ទះយើងទៀតដូចជាឥឡូវជនរងគ្រោះត្រូវបានគេ hack account ហ្នឹងឥឡូវថាឥឡូវម្ចាស់ទូរស័ព្ទហ្នឹងត្រូវការលុយឡើងឡានពេទ្យឬមួយក៏គាត់ខ្យល់កតាមផ្លូវត្រូវការជំនួយត្រូវការលុយប្រញាប់ភ្លាម$300-400ឬមួយក៏តាមចំនួននៃគេត្រូវការអញ្ចឹងណាបោកពីអ្នកផ្ទះយើងវេលុយឲ្យគេតាមនីតិវិធីនៃការវេលុយផ្សេងៗដែលមានប្រចាំថ្ងៃអញ្ចឹងទៅចង់សួរបងបណ្ណៈវិញថាករណីដែលគេ hack account ហើយហ្នឹងបងឯងឃើញករណីដែលឆោបោកហ្នឹងបែបមិនទៀតវិធីសាស្ត្រនៃការបោកវាមានច្រើនលើសនឹងទៀតបើយើងអត់ដឹងអត់តាមរយៈហ្នឹងយើងឃើញច្រើនជាងហ្នឹងហើយវិធីសាស្ត្រដែលកក្កដាលើកមកហ្នឹងវាគេហៅថាវិធីសាស្ត្រចាស់កម្រិតហើយបោកបានពីមុនវាមានច្រើនទៀតដូចជាទៅថាអ្នកឯងអត់បានបង់ធនាគារបង់ប៉ុណ្ណេះទៅខាងលោកគ្រូ CEO ហ្នឹងគាត់ជួយដោះស្រាយឲ្យអញ្ចឹងណាឥឡូវហ្នឹងយើងដឹងហើយថាអាការដែលគេ hack account យើងបានអញ្ចឹងទៅគេយក account យើងហ្នឹងឆាតទៅមិត្តភ័ក្តិដោយសារតែឆាតទៅអ្នកផ្ទះទៅអ្នកផ្ទះវាសូវបោកបានច្រើនដូចមុនទេគេដឹងច្រើនជាងអញ្ចឹងគេប្រើប្រាស់វិធីឆាតដោយការឆាតហ្នឹងយើងឆាតទៅអ្នកផ្ទះឬក៏មិត្តភ័ក្តិជិតស្និទ្ធដែលយើងក៏គ្នាឆាតមួយគ្នារាល់ថ្ងៃអញ្ចឹងទៅអញ្ចឹងគេដឹងហើយថាយើងហ្នឹងបុគ្គលផ្ទាល់ខ្លួនហ្នឹងម្ចាស់ទូរស័ព្ទហ្នឹងជាអ្នកឆាតប៉ុន្តែគេអត់ដឹងទេថាចាស់ទូរស័ព្ទហ្នឹង account គាត់ត្រូវបានគេ hack អញ្ចឹងពេលដែល scammer ហ្នឹងគាត់ឆាតទៅគាត់ត្រូវការលុយបន្ទាន់ដោះស្រាយ2ថ្ងៃឬក៏ខ្ចី10រៀលស្អែកសងអីចឹងទៅប្រកាសថាមិត្តភ័ក្តិយើងគាត់នឹងឲ្យហើយសំបីតែអ្នកផ្ទះក៏ដោយអញ្ចឹងយើងត្រូវការលុយបង់លុយសាលាបង់អីអញ្ចឹងអ្នកផ្ទះយើងឲ្យគាត់តែចាំឆាតទៅប៉ុណ្្នឹងអ្នកផ្ទះយើងដឹងថាត្រូវការអីចឹងទៅឧទាហរណ៍អញ្ចឹងណាបាទហើយអញ្ចឹងគាត់តែឆាតអញ្ចឹងទៅទោះបាននៅលុយអីហ្នឹងវាគ្រោះថ្នាក់ដែរហ្នឹងហើយបើសិនតែយើងបាត់ account បាត់អីអញ្ចឹងវាមិនមែនជើងមួយដែលស្រួលទេយើងស្ដាយរបស់យើងប្រើហើយវាយករបស់យើងដែលយើងប្រើប្រចាំថ្ងៃហ្នឹងយកទៅបោកអ្នកផ្ទះយើងទៀតធ្វើបង្ងើអញ្ចឹងទៅអ្នកម្ចាស់ account អត់ដឹងអីសោះក្រុមហ៊ុនជីរីរួបរួមរឹងមាំរីកចម្រើន